ខ្ញុំក៏បានជឿជាក់លើប្អូនរបស់មីនជីទាំងស្រុងព្រោះមើលទៅដូចជាគេចង់ជួយរឿងនេះដែរខ្ញុំមានគំនិតមួយបើបងជឿខ្ញុំធ្វើតាមខ្ញុំបានពួកយើងគួរតែរៀបចំមតិហើយចាប់លោកគ្រូនោះដាក់គុកមានជនរងគ្រោះច្រើនណាស់បែរងាកម្នេះមកខ្ញុំគិតពីផែនការរបស់ពួកយើងគេថាចង់ចាប់ខ្លាដល់តែបន្លំខ្លួនធ្វើជាចំណីខ្លាសិននៅពេលដែលខ្ញុំបានស្ដាប់ផែនការរបស់ប្អូនមីនជីលើកឡើងមកមើលទៅសមហេតុផលដែរខ្ញុំក៏បានយល់ព្រមជាមួយនឹងផែនការរបស់នាងជាមនុស្សដែលខ្ញុំអាចទុកចិត្តបានហើយមើលទៅប្រហែលមីនជីចង់លាក់ខ្លួនពិតប្រាកដហើយថ្ងៃស្អែកឡើងខ្ញុំក៏បានទៅជួបជាមួយលោកគ្រូតាមផែនការអូកូនសិស្សគូធ្វើលោកគ្រូធ្វើអីមកចូលមកខាងក្នុងសិនមកកាយាឡៃលោកគ្រូដូចជាងឹតដល់ហើយតោះកូនសិស្សមានការអីមកហៅលោកគ្រូដល់បន្ទប់ចឹងអូចាលោកគ្រូខ្ញុំចង់លោកគ្រូមានដឹងរឿងអីពីមីនជីអត់កូនសិស្សមីនជីមែនអារឿង laptop អីហ្នឹងមែនមិនបានលោកគ្រូដឹងរឿងហ្នឹងចឹងមីនជីដូចឯងចឹងសួរសំណួរដូចគ្នាចង់ដឹងរឿងអីដែលមិនគួរដឹងអ្វីដែលប្អូនមីនជីបានប្រាប់ខ្ញុំថាធ្វើយ៉ាងណាឲ្យលោកគ្រូនឹងនិយាយពាក្យពិតហើយយើងថតសម្លេងទុកយកទៅប្រាប់ប៉ូលីសលោកគ្រូមានន័យថាម៉េចខ្ញុំគិតក្នុងចិត្តថាផែនការរបស់ពួកយើងប្រហែលជាចិត្តបានសម្រេចហើយឯងគិតថាឯងឆ្លាតមែនទេនេះមិនមែនជាគម្រោងការរបស់ឯងទេជាគម្រោងការរបស់យើងអូនឯងចូលមកធ្វើអីឯងត្រូវសួរខ្លួនឯងវិញទៅថាឯងចូលមកក្នុងបន្ទប់នេះក្នុងគោលបំណងអ្វីអញ្ចឹងពួកឯងនឹងរួមកំណត់គ្នាមែនហើយបងសាស៊ីវអើយបងសាស៊ីវទំតែដឹងទេអីណែអូនមិនជាបងស្រីអូនឯងមិនបានណែធ្វើអញ្ចឹងកើតបើខ្ញុំមិនធ្វើបែបហ្នឹងទេខ្ញុំគឺជាជនរងគ្រោះបន្ទាប់លោកគ្រូសន្យាថាគាត់នឹងឈប់ធ្វើរឿងហ្នឹងហើយបើសិនជាខ្ញុំអាចយកផុសតាំងលុបចោលទាំងអស់បានតោះកុំនិយាយសាំតប៉ែពេកកូនសិស្សឲ្យ laptop ហ្នឹងមកបកចង់ឈឺសាច់ទេពីអ្នកឯងអត់មានសិទ្ធធ្វើអីខ្ញុំទេណាខ្ញុំមានទូរស័ព្ទថតសលេងមិនបានទេខ្ញុំនឹងរកទូរស័ព្ទហ្នឹងឲ្យផ្ញើផុសតាំងទៅឲ្យប៉ូលីសយកហ្មងចាំមើលបើចង់និយាយទូរស័ព្ទឯងមួយនេះមែនឯងយកទូរស័ព្ទបងតាំងពីពេលណាតោះបងអូនជួយលោកគ្រូតិចមកឲ្យចាប់រឿងអត់ទេណាខ្ញុំក៏បានត្រូវពីអ្នកនឹងចាប់បានសម្រេចដឹងខ្លួនតិចហើយក៏ឮសំឡេងនិយាយគ្នាអ្វីដែលខ្ញុំចាំបាននោះគឺគេនិយាយថាផុសតាំងខ្ញុំបានប្រមូលជូនលោកគ្រូវិញអស់ហើយចុះបងស្រីខ្ញុំមកលោកគ្រូមីនជីឯងជឿលោកគ្រូដែរគិតថាគេលាក់ខ្លួនលោកគ្រូមានន័យថាម៉េចមានន័យថា